សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ពូភានិទានរឿងកង្កែបខ្មោចនិយាយពីរឿងកង្កែបនេះឃីមជឿជាក់ប្រិយមិត្តអ្នកអានមួយចំនួនដែលមិនធ្លាប់ជួបពិតជាមានអារម្មណ៍ថាអាចជាការលេងសើចហើយព្រោះកង្កែបធម្មតាគេយកមកធ្វើម្ហូបឆ្ងាញ់ពិសាប៉ុន្តែរឿងហេតុការណ៍ពិតជាក់ស្ដែងណាស់នៅយប់មួយមេឃរលឹមបន្តិចដែរឃីមបានចេញទៅរកឆ្លោះកង្កែបគ្រាន់នឹងបានធ្វើម្ហូបឃីមចេញទៅម្នាក់ឯងទេឃីមមានកបាល់កែវភ្លើងពិលមួយនិងចំពាមួយដាមសម្ដៅទៅអូមួយនៅឆ្ងាយពីផ្ទះប្រហែលទី2គីឡូម៉ែត្រឃីមដើរតាមផ្លូវបានឃើញកង្កែបតាមផ្លូវច្រើនណាស់ឃីមក៏ឆ្លៀតបាញ់បានគួរសមដែរប៉ុន្តែស្រេចតែឃីមកំពុងដើរបាញ់មកដល់គុំរុស័យមួយឃីមឃើញកង្កែបធំណាស់សឹងមិនជីវភ្នែកព្រោះចាស់គាត់ថាជាកង្កែបកូននឹងណាព្រោះធំថ្លោណាស់មួយជាងកំភួនដៃឃីមទៀតប៉ុន្តែនេះធំជ្រុលសឹងจะស្មើនឹងកូនទុនសាយមួយហើយឃីមឃើញភ្លាមក៏ចាប់ផ្ដើមព្រឺសម្បូរដែរព្រោះធំហួសហេតុពេកហើយតែមិនគិតយូរឃីមក៏ចាប់ជំពាមឡើងតម្រង់ទៅវាភ្លាមប៉ុន្តែស៊យដៃបាញ់អស់ជិត10គ្រាប់មិនត្រូវសោះខ្ញុំចាប់ផ្ដើមមួម៉ៅឡើងហើយក៏បោះពាក្យថាយីអាកង្កែបខ្មោចស្អីបាញ់មិនត្រូវសោះវិញមិនអស់ចិត្តសោះភ្លាមស្រាប់តែមានផ្សែងដូចអបមើលអ្វីមិនឃើញមេចុះត្រជាក់ខ្លាំងប៉ុន្តែអៀងរលឹមដែរខ្យល់បក់វូខ្ញុំឮសំឡេងយំខ្សឹបខ្សួរនៅក្បែរត្រចៀកខ្ញុំក៏ដឹងថាមិនមានមនុស្សណាមកយំអីកណ្ដាលយប់កណ្ដាលព្រៃនោះទេខ្ញុំចាំផ្ដើមសម្លឹងតាមសូរសំឡេងបណ្ឌិតម្ដងផ្សែងបានរត់សัตว์បាត់ពុទ្ធោរូបរាងជាមនុស្សស្រីស្លៀកពាក់សប៉ុន្តែអត់មានក្បាលទេខ្ញុំប្រងតែនឹងរត់ដែរប៉ុន្តែដូចមានអីចាំជើងខ្ញុំចប់ខ្ញុំក្រឡេកមើលទៅគឺកង្កែបធំមុននេះកំពុងចាប់ជើងខ្ញុំនិយាយមកដល់ត្រង់នេះពិតជាប្រិយមិត្តអាចនិយាយបានថាវាមែនដែលកង្កែបចេះចាប់ជើងបាទពិតមែនមិនត្រឹមចាប់ជើងទេវាចេះសើចមើលមុខខ្ញុំទៀតនិយាយត្រង់ពេលនោះបើស្មារតីមិនរឹងមុខជាដួលសន្លប់មែនតើហួរវាចាព្រោះមួយជីវិតនេះមិនដែលជួបហេតុការណ៍បែបនេះទេខ្ញុំក៏ដាស់ស្មារតីឡើងរួចយកជើងមកខាងទៀតទាត់កង្កែបនោះប៉ើងដោយសម្លៃតែជើងខ្ញុំរយាសឈាមដែរខ្ញុំក្រឡេកមើលទៅកង្កែបនោះតាមពិតខ្ញុំកំពុងទាត់គូលឈើទេតាអ៊ីងចិនបានឈឺណាស់ខ្ញុំប្រវេប្រវារត់ត្រឡប់មកផ្ទះវិញរត់ក៏ចំពុបជើងដួលងើបមុខឡើងខ្ញុំបែរជានៅមុខភ្នៅក្មួយទៅវិញកាន់តែធ្ងន់កហើយពេលនោះខ្ញុំលែងគិតអ្វីទាំងអស់ស្ទុះរត់មួយទំហឹងតាមដែលអាចធ្វើបានរត់ផងដួលផងរលាត់របបុកអស់ហើយដៃជើងខ្ញុំរត់មួយអស់ខ្យល់ទីបំផុតរត់មិនផុតពីភ្នៅនោះដដែលសំឡេងឆ្កែលូបបន្លឺឡើងខ្យល់ត្រជាក់ជ្រាវដល់ឆ្អឹងខ្នងបានបុកមុខម្ដងទៀតលើកនារីម្នាក់នោះស្រាប់តែលេខរូបរាងធំខ្ពស់សឹងផុតកម្ពស់រស័យហើយចាំផ្ដើមទម្លាក់សក់ធំសម្បើមមកលើខ្ញុំរើក៏រើមិនរួចទាល់ទំរិចខ្ញុំស្រែកឡើងភ្លាត់សំឡេងថាជួយផងមានបងប្អូនណានៅជិតនេះទេជួយខ្ញុំផងពិតជាសំណាងណាស់ភ្លាមនោះដែរមានព្រះសង្ឃមួយអង្គលោកកំពុងនិមន្តដើរជុំវិញវត្តបានឃើញនឹងលឺខ្ញុំហើយខ្ញុំនិមន្តទៅរកខ្ញុំភ្លាមនឹងបានសូត្រគាថាអីខ្លះទេទើបខ្មោចនោះបានលែងសក់និងរលាយបាត់ពីខ្ញុំទៅក្រោយមកទើបខ្ញុំដឹងថាមុននេះខ្ញុំរត់រហូតមកដល់ក្រោយវត្តទៅហើយទាំងវត្តនៅឆ្ងាយពីផ្ទះខ្ញុំជាង3គីឡូម៉ែត្រហើយមិនមែននៅទិសទៅទឹកអូទេក្រោយពីស្ដាប់ការរៀបរាប់របស់ខ្ញុំចប់លោកក៏ឲ្យកងសិទ្ធជូនខ្ញុំទៅផ្ទះវិញរួចលោកក៏ណែនាំឲ្យខ្ញុំឈប់ដើរឆ្លុះសម្លាប់សត្វទៀតទៅព្រោះជាក់ស្ដែងខ្ញុំដើរយប់មិនដឹងថាខ្ញុំបានដើរជន់លើភ្នោគេទេលោកបានមានសង្កេតការថានេះគឺជាព្រាយដែលរស់នៅយូរឆ្នាំហើយប៉ុន្តែតតែរស័យអ្នកធ្លាក់ឬឆុងឆ្នាំទើបវាអាចមានអំណាចមកលើយើងបានប៉ុន្តែព្រះអង្គនឹងនិមន្តទៅសូត្ររំដោះគ្រោះឲ្យខ្ញុំនិងទៅសូត្ររងាប់នៅកន្លែងដែលព្រាយនោះនៅហើយចាប់តាំងពីពេលនោះមកខ្ញុំមិនដែលចេញឆ្លោះយប់ទៀតទេទោះជានៅក្បែរផ្ទះក៏មិនចេញដែរព្រោះខ្លាចឈឺជ្រុះសក់ទោះជាខ្ញុំជាមនុស្សខ្លាចខ្មោចតែដល់ពេលជួបស្ដែងពេកដូចពេលនេះគឺមិនហ៊ាននិយាយថាខ្ញុំមិនខ្លាចនោះទេ